អូនតូចម៉ាក់ប៉ាអូនតូចនៅណាបងស្រីស្អាតគ្រួសារខ្ញុំកំពុងខ្វះខាតលុយខ្ញុំមកទីនេះដើម្បីដកប្រាក់កាត់នេះហេតុអ្វីកាត់នេះហាក់ដូចជាមិនមែនជារបស់ធនាគារយើងទេអូនតូចមកទីនេះដើម្បីដកប្រាក់ឲ្យឪពុកម្ដាយរបស់អូនមែនទេឥឡូវនេះមានមនុស្សច្រើនណាស់កំពុងតម្រង់ជួរបងនាំអូនទៅ counter ដោយផ្ទាល់តែម្ដងអរគុណបងស្រីត្រូវប្រកាសថាត្រូវរក្សាប្រាក់នេះឲ្យមានសុវត្ថិភាពបន្ទាប់ពីអូនតូចដកវារួចកុំឲ្យវាបាត់លុយមានច្រើនណាស់បងស្រីត្រូវតែរៀបចំឡានសម្រាប់ដឹកលុយអូនតូចគួរឲ្យស្រឡាញ់ណាស់អស់ទៅ$2 លានមិនត្រឹមត្រូវទេចំនួនដ៏ច្រើននេះមិនធ្លាប់មានពីមុនមកទេក្មេងនេះតើអូនតូចបានលុយនេះមកពីណាសូមជួយខ្ញុំដកប្រាក់នេះឲ្យខ្ញុំគឺជាចំនួនដ៏ច្រើនលើសលប់ដែលមិនធ្លាប់មានពីមុនមកទេទោះបីជាបងប្រុសឡុងដែលមកពី Dragon Kingdom ក៏ដោយសូម្បីតែទ្រព្យសម្បត្តិសុទ្ធរួមបញ្ចូលគ្នារបស់គាត់ក៏មិនស្មើដែរមានរឿងអ្វីកើតឡើងមានរឿងអ្វីកើតឡើងមាននរណាម្នាក់ប្លន់ធានាគារហើយលឿនឡើងរត់ទៅបងស្រីស្អាតឲ្យលុយខ្ញុំលឿនការពិតឬដែលក្មេងតូចម្នាក់នោះវាជាអ្នកប្លន់ធានាគារនោះមិនអាចទៅរួចទេតើមានរឿងអីកើតឡើងតើអ្នកណាខលទៅប៉ូលីសតើអ្នកណាជាចោរហេតុអ្វីយកពេលវេលាប៉ូលីសមកលេងសើចដូច្នេះហេតុអ្វីបានជានាងរាយការណ៍ខ្លាំងៗមកខ្ញុំមិនមែនលេងសើចទេគាត់មានលុយ$2 លាននៅក្នុងកណេរបស់គាត់$2 លានតើនាងកំពុងនិយាយរឿងមិនសមហេតុផលគាត់ពិតជាមានប្រាក់សន្សំចំនួន$2 លានមែនទេអ្នកគ្រប់គ្រងគាត់ពិតជាមានលុយ$2 លាននៅក្នុងកណេរបស់គាត់មែនតើអ្នកដឹងទេថា$2 លានមានន័យយ៉ាងណាអ្នកជំនាញថាធនាគារពិភពលោកនឹងត្រូវខ្សែធនសូម្បីតែ Wall Street ក៏ដួលដែរសេដ្ឋកិច្ចពិភពលោកក៏ធ្លាក់ចុះដែរទេអ្នកគ្រប់គ្រងជឿមិនជឿសាកមើលដោយខ្លួនឯងទៅមិនថាអ្នករាប់ប៉ុន្មានដងទេវាគ្មានប្រយោជន៍ទេសូមជួយខ្ញុំដកលុយចេញតើនេះអាចជាកាតរបស់អធិរាជកំពូលមែនទេខ្ញុំមើលថាមានតែមួយគត់ក្នុងលោកវាអាចរក្សាទុកប្រាក់ទាំងអស់នៅលើពិភពលោកចូលទៅក្នុងកាតអាឡអែតតើឯងបានកាតនេះមកពីណានេះជារបស់ខ្ញុំមិនអាចទៅរួចទេអេឈប់សិនតើកូនម្នាក់អាចមានលុយច្រើនយ៉ាងនេះដោយរបៀបណាតើនេះជារឿងកំ pl ែងទេតើអ្នកដឹងទេថាប្រតិបត្តិការរបស់ប៉ូលីសត្រូវបានខាត់ពេលប៉ុណ្ណាសូមប្រុងប្រយ័ត្នអ្នកទាំងអស់គ្នាមានការសង្ស័យថាមកពីវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពី17ឆ្នាំមុនកម្ពុជាមហាសេដ្ឋីអាចកំបាំងបានបង្ហាញខ្លួនហើយព័ត៌មានមកពីធនាគារអន្តរជាតិបេងហេសូមមានការប្រុងប្រយ័ត្នឲ្យខ្ពស់បំផុតចូលទៅកាន់ Seaside Galaxy ដើម្បីចូលប្រើពាក្យសម្ងាត់ប្រមូលផ្ដុំកម្លាំងទាំងអស់តើនេះជាធនាគារ Bin Hai មែនទេប្រមូលផ្ដុំកម្លាំងទាំងអស់ភ្លាមថាចេញតើអាចទេក្មេងម្នាក់នេះគឺជាអ្នកមានជាងគេលើពិភពលោកតើវាអាចទៅរួចដោយរបៀបណាវិបត្តិហិរញ្ញវត្ថុបានកើតឡើងជាង1ទសវត្សរ៍មុនចុះក្មេងនេះអាយុប៉ុន្មាននៅពេលនេះដូច្នេះតើក្មេងម្នាក់នេះជាអ្វីឲ្យប្រាកដកាលពីជីវិតមុនខ្ញុំមានអ្វីគ្រប់យ៉ាងនៅក្នុងលោកទ្រព្យសម្បត្តិទំនាក់ទំនងមាសប្រាក់និងទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភយើងចំណន់ទៀតហើយអបអរសាទៅលោកឡុងអបអរសាទៅលោកឡុងប្រញាប់យកលុយឲ្យខ្ញុំម៉ាក់ខ្ញុំគាត់កំពុងរងចាំខ្ញុំត្រឡប់មកផ្ទះវិញបងប្រុសច្បងនិងបងថ្លៃស្រីតើពួកបងមកដល់ទីនេះដោយរបៀបណាហាហាមីងមីងជីវិតមិនដឹងថាស្លាប់រស់ដល់ថ្ងៃណាទេតើផ្ទះរបស់ឯងឲ្យបងនៅពេលណាបងប្រុសតើបងចង់មានន័យថាម៉េចនេះជាផ្ទះរបស់គ្រួសារលីប្រសិនបើឯងបងថ្លៃជួទៅចេញពីទីនេះទៅបងថ្លៃសៀវវ៉ាងខ្ញុំនិងប្តីរបស់ខ្ញុំហើយនិងកូនរបស់គាត់ក៏ជាសមាជិកនៃគ្រួសារលីផងដែរប្តីរបស់ឯងមានបំណុលច្រើនលើសលប់តើឯងដឹងថាយើងលំបាកប៉ុណ្ណាទេដើម្បីសងបំណុលរបស់គាត់ខ្ញុំនិងសៀវប៉ាវមិនដែលរស់នៅបានសុខស្រួលសូម្បីតែមួយថ្ងៃឡើយអ្នកគឺជាបងប្រុសបង្កើតនិងបងថ្លៃស្រីរបស់តើអ្នកបានជួយយើងទេឥឡូវពួកបងមកយកផ្ទះនេះប្រៀបដូចជាអ្នកទាំងពីរបញ្ជូនពួកខ្ញុំទៅរកសេចក្តីស្លាប់ឯងគ្មានសិទ្ធិនិយាយបានទេតើឯងមានឈ្មោះក្នុងសៀវភៅចុះបញ្ជីនេះទេទ្រព្យសម្បត្តិនេះដើមឡើយមិនមែនជារបស់ឯងទេនេះគឺជាផ្ទះរបស់ខ្ញុំនិងសៅប៉ាវពួកខ្ញុំនឹងមិនរើទៅណាជាដាច់ខាតប្រកាសអាសន្នព័ត៌មានទាន់ហេតុការណ៍មានករណីប្លន់ធនាគារមួយនៅធនាគារបេងហេមើលនោះទៅអ្នកណាគេខលទៅប៉ូលីសក្មេងនេះមើលទៅស្រដៀងណាស់តើនោះមិនមែនជាកំណត់ទ្រព្យបន្ទូចរបស់នាងទេម៉ោងនេះម៉ោងហេតុអ្វីមិននៅសាលាតែជាទៅប្លន់ធនាគារទៅវិញ
តាមរយៈការចាប់បានរបស់ពួកយើងជាចុងក្រោយវីដេអូពីកន្លែងកើតហេតុត្រូវបានថតឲ្យលុយទៅបងប្រុសនិងបងថ្លៃខ្ញុំឲ្យលឿននេះឬជាកូនប្រុសល្អដែលឯងមានមោទនភាពបំផុតប៉ាវតូចមានរឿងអ្វីកើតឡើងនាគបង្កើតកូននាគហង្សបង្កើតកូនហង្សនៅពេលបង្កើតបានកូនកណ្ដូកគឺជាវាចង្រៃបែបហ្នឹង